เรื่องสงครามหนุมานនិង នាគក្បាល 7 កាលពីសម័យបុរាណដ៏អស្ចារ្យមួយនៅព្រៃហឹមពៀនមាននាគអស្ចារ្យមួយក្បាលមានក្បាល 7 កម្លាំងខ្លាំងពេកអាចបំផ្លាញភ្នំទឹកដីនិងភូមិមនុស្សបាននាគក្បាល 7 នោះមានចិត្តអាក្រក់ស្រឡាញ់អំណាចហើយចង់គ្រប់គ្រងលោកទាំងមូលថ្ងៃមួយនាគក្បាល 7 ឡើងពីទន្លេអន្តរាយបាញ់ភ្លើងនិងពលពួកមនុស្សបង្កការភ័យខ្លាចទូទាំងនគរព្រះរាមបានទទួលដំណឹងនេះហើយបានហៅហនុមានវីរបុរសស្វាពោពេញដោយប្រាជ្ញានិងកម្លាំងអាទិទេពមកជួយសង្គ្រោះលោកហនុមានហោះឡើងលើមេឃដើរឆ្ពោះទៅកាន់រូងនាគពេលជួបគ្នានាគក្បាល 7 សើចយ៉ាងមើលងាយហើយនិយាយថាស្វាតូចមួយចង់ប្រឆាំងនឹងអំណាចអ្នកគឺហនុមានមិនភ័យឡើយតបថាអំណាចមិនអាចឈ្នះធម៌បានទេសង្គ្រាមដ៏សាហាវបានចាប់ផ្ដើមនាគក្បាល 7 បាញ់ភ្លើងពីគ្រប់ក្បាលបង្កពន្លឺភ្លើងពេញមេឃហនុមានប្រើវេទមន្តបំបែកខ្លួនជាស្វាឲ្យរូបវាប្រហារពីគ្រប់ទិសភ្នំដួលទឹករំខានមេឃរញ្ជួយក្រោយការប្រយុទ្ធយ៉ាងយូរហនុមានប្រមូលកម្លាំងចុងក្រោយប្រើព្រះអាវុធវេទមន្តវាតែម្ដងបំផ្លាញកម្លាំងអាក្រក់នាគក្បាល 7 នាគបានដួលចុះហើយសារភាពកំហុសមុននឹងបាត់បង់អំណាចពិភពលោកបានវិលត្រឡប់មកសន្តិភាពវិញហើយប្រជាជនរាប់ពាន់នាក់និងទេវតាមកសាទរសរសើរហនុមានជាវីរបុរសនៃធម៌ដែលការពារពិភពលោកពីអំពើអាក្រក់